សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃហេងទៀតហើយខ្ញុំគ្រាន់តែមកដល់ឃើញត្រីភ្លាមបងប្អូនតាន់លើកមងផងមើលឃើញពីចម្ងាយបាត់ហើយត្រីជាប់សយព្រោះដែតពេញទឹកហ្នឹងបងប្អូនមើលនេះជាប់ច្រើនណាស់ជាប់ជពងមកឬដល់សាម្ដាយនេះយកមកទុកលើគោកសិនបងប្អូនអាម្ដាយនេះរៀងជាប់តិចសាមុនគេមកកុំឲ្យទើសដៃទើសជើងហ្នឹងយកមកទុកម្ដុំថៃសិតមកមួយថ្ងៃហូប2-3ថ្ងៃអត់ទាន់អស់ទេបងប្អូនប្រឡាក់ទុកខ្លះតែបានច្រើនខ្ញុំធ្វើប្រអកទៀតធ្វើប្រអក1គីឡូ2គីឡូទុកចឹងខែភាសាហូបទៅដល់ខែប្រាំងទៀតបងប្អូននេះត្រីក្រោះធ្វើប្រអកឆ្ងាញ់ណាត្រីក្រោះជាប់ច្រើនណាបងប្អូនថ្ងៃនេះចឹងបានថាដេកមិនលក់សោះយប់មិញចង់តែមកមើលមកត្រីវាតាមទៅហៅថាតើអើយជាប់ច្រើនណាស់តាមកលឿនមកតែឯងគ្រាន់មកពីពួកខ្ញុំឆ្លក់ទឹកឡើយតែតាទៅឡើយខោកឡើងនៅក្នុងមុងសោះបងប្អូនសពឃើញត្រីទៅហៅបងប្អូនមើលហើយនេះអូអើតក្បាលមកលហងបងប្អូនញៀនតែដាក់មកហ្នឹងបងប្អូនអើយរាល់ថ្ងៃនៅមិនសុខទេនិយាយខាត់មិនអោយដាក់ក៏ខាត់មិនស្ដាប់ដែរនៅមិនសុខតែឯងចាស់ហើយខំទេទៅតែម្នាក់ឯងផងព្រោះខ្យល់ចាប់ខ្យល់អីក្នុងទឹកហ្នឹងស្ងាត់ជឹងមែនណាដឹងត្រីច្រើនម្លឹងអត់មានខ្យល់ចាប់ជាមួយទេឲ្យតែត្រីច្រើនហូរកជ្រៀវហ្នឹងនិយាយឯងខ្យល់ចាប់មកពីណាមកតែឯងមិនចេះខ្លាចទេក្នុងព្រៃយូរនិយាយមកតាមម្ដងដែរកុំអោយតាមមកម្នាក់ឯងពីខ្លាចតែគាត់មិនស្ដាប់មកតាមដែរខ្លាចតាស្ងាត់ម្នាក់ឯងខ្លាចខ្មោចតែតានេះមិនចេះខ្លាចខ្មោចទេណាភ្នែកសម្លឹងមើលតែត្រីអត់មានសម្លឹងមើលខ្មោចទេត្រីច្រើនយ៉ាងនេះខ្លាចខ្មោចអីទៀតតែខ្លាចខ្មោចអត់ត្រីហូបឥឡូវហើយថ្ងៃនេះធ្លាក់ខ្យល់មិនចេះទេនេះធ្លាក់ខ្យល់ចឹងបានត្រីឡើងបងប្អូននេះមកទៀតហើយថ្ងៃនេះជួបត្រីក្រោះដែរលើកឃើញត្រីក្រោះម៉ាយត្រីក្រោះតាខ្ញុំទៅផងជួយរកប្តីខ្ញុំមួយខ្ញុំថៃរកប្តីនៅក្នុងទឹកនឹងហើយមករកប្តីនៅលើគោមិនមានពិសេសតែមានប្តីមានប្រពន្ធគេរៀងខ្លួនអស់ហើយមករកនៅលើគោអត់មានទេតែឯងចេះខកចេះតែឯងទៅនេះអត់ចុះខ្ញុំថាអត់ទេយូរចាំមកកវ៉ែតាបងប្អូនមើលនេះធ្វើឲ្យស្អាតចេះយកមកដល់ផ្ទះយាយក៏ធ្វើស្អាតចេះគិតគូមួយមកជូរតគួនបងប្អូនត្រីមកជូរតគួនមិនដែរបងប្អូនជាតិអត់ធម្មជាតិទាំងអស់តគួនក៏ដកក្នុងបឹងនេះដែរចង់ឆ្លប្រហើផ្សិតក៏បានដែរបងប្អូនត្រីហ្នឹងផ្សិតនេះគេឆ្លប្រហើដែរតាបងប្អូនដាក់ដលងតិចទៅដាក់ស្លឹកងប់តិចទៅមានអីឆ្ងាញ់ដែរនិយាយខ្ញុំចឹងតាមឃើញបានត្រីគាត់រោផ្សិតរោតែក្នុងព្រៃចូលចិត្តដកផ្សិតនិយាយខ្ញុំហាវអត់ចង់លបើកទេហាវមិនក៏ហាវមិនចង់ឡើងដែរដល់តែរោអត់បានមកបានឡើងតែមានផ្សិតមានអីនៅដោះទៅរហូតនឹងវែកឃើញហ្នឹងហាវអត់ឡើងទេបងប្អូនដាក់កញ្ច្រែងឲ្យតើវាយកកញ្ច្រែងមកខ្ញុំយកទៅអី